សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលមានបំណងចង់ធ្វើការផ្លាស់ប្ដូរឈ្មោះ Facebook Page ណាអាចមើលវីដេអូនេះបានអូខេដំបូងយើងគ្រាន់តែធ្វើការចូលជាមួយនឹង Facebook Page ជាមុនសិនមកហើយបន្ទាប់មកបងប្អូនអាចចុចឲ្យកន្លែង menu ខាងក្រោមហ្នឹងរួចហើយយើងស្វែងរកពាក្យថា Setting and Privacy បាទអញ្ចឹងយើងចុចត្រង់ចំណុចហ្នឹងរួចហើយយើងចុចពាក្យថា Setting ម្ដងទៀតបាទអូខេអញ្ចឹងយើងអាចធ្វើការ scroll មកក្រោមបន្តិចហើយយកពាក្យថា Page Setup បាទអូខេអញ្ចឹងនៅពេលដែលយើងចុចត្រង់ចំណុចហ្នឹងបងប្អូនអាចមើលឃើញកន្លែងពាក្យថា name បាទអញ្ចឹងយើងចុចទៅលើ name ហ្នឹងមកហើយត្រង់ចំណុចនេះដែរយើងអាចធ្វើការផ្លាស់ប្ដូរឈ្មោះបានណាត្រង់ហ្នឹងអូខេអញ្ចឹងសូមបញ្ជាក់ទីត្រង់ចំណុចហ្នឹងនៅពេលដែលយើងធ្វើការផ្លាស់ប្ដូរឈ្មោះគឺវារយៈពេល60ថ្ងៃអញ្ចឹងបន្ទាប់ពីយើងធ្វើការផ្លាស់ប្ដូរឈ្មោះនឹងរួចរាល់60ថ្ងៃក្រោយទើបយើងអាចធ្វើការផ្លាស់ប្ដូរឈ្មោះហ្នឹងបានម្ដងទៀតបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំនឹងធ្វើការផ្លាស់ប្ដូរឈ្មោះបែបនេះហើយបន្ទាប់មកខ្ញុំចុចពាក្យថា done បាទហើយខ្ញុំចុចពាក្យថាreview change បាទខ្ញុំសូមដូរឈ្មោះបន្តិចអូខេហើយខ្ញុំចុចពាក្យ done ហើយចុចពាក្យថា review change បាទអញ្ចឹងត្រង់ចំណុចនេះនៅពេលដែលយើងធ្វើការចុចពាក្យថា submit អញ្ចឹងបើសិនជាបងប្អូនអត់ទាន់គ្រប់60ថ្ងៃទេវានឹងបង្ហាញបែបនេះអញ្ចឹងវារយៈពេល3ថ្ងៃទៀតឈ្មោះរបស់យើងដែលបដូរហ្នឹងវានឹងលោតបង្ហាញឲ្យយើងនៅក្នុង page តែម្ដងអញ្ចឹងអាចរងចាំរយៈពេល3ថ្ងៃទៅវាបដូរឈ្មោះ page របស់យើងថ្មីបាទអរគុណជម្រាបលា